ចឹងវីដេអូយើងអាហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអូចូលមាត់ខៀវក្រហមលឿងទឹកក្រូចខ្វះតែបៃតងហើយក៏ជុំ Power Ranger តែហ្មងខ្ញុំនិយាយលេងអ្នកនរគ្នាចឹងអ្នកនរគ្នាប្រកាសជាធ្លាប់ស្គាល់ Versace Eros Line ហើយចឹងអាហ្នឹងខ្ញុំចង់មកធ្វើ quick review ពីតោទាំង4មិញហ្នឹងទី1យើងមាន Versace Eros EDP ក្លិនមួយនេះបាញ់មកដំបូងខ្ញុំទទួលបាន note ក្រូច fresh clean ហើយវាក៏មានកណ្ដាលចំណាំ vanilla candy apple ហើយនឹងជីកាមផងដែរសម្រាប់ខ្ញុំផ្ទាល់អា4ទាំងអស់មិញហ្នឹងអានេះងាយស្រួលប្រើប្រាស់ជាងគេព្រោះយើងអាចបាញ់ទូទៅប្រចាំថ្ងៃក៏បានបាញ់ទៅកម្មវិធីទួយធំក៏បានទី2មាន Versace Eros Flame អានេះវាមាន DNA ដូចទៅនឹងអា Versace Eros របស់ខៀវធម្មតាដែរតែខុសគ្នាត្រង់ថានេះពេលបាញ់មកដំបូងរៀងលះតិចតែដល់ពេលវា dry ដល់ទៅយើងទទួលបានក្លិនផ្អែម vanilla ដូចតែគ្នាទេសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថានេះវារៀងចាស់ទុំជាងអា Eros ធម្មតាហើយខ្ញុំមិន recommend ឲ្យអ្នកនរគ្នាបាញ់ប្រចាំថ្ងៃទេព្រោះអាចនឹងឆាប់ធុញមួយក្លិនតែក្នុងកលៈទេសៈណាថាអ្នកនរគ្នាទៅ date យប់ឡើងអីយកអានេះទៅអត់ខកចិត្តទេហើយទី3យើងមាន Versace Eros Energy Versace Eros Energy នេះខ្ញុំបាននិយាយម្ដងនៅក្នុងវីដេអូមុនគឺវីដេអូទៅ up ក្លិន citrus ហើយក្លិននេះគឺបាញ់មកដំបូងគឺក្អូបឈ្ងុយក្លិនក្រូចព្រោះវាកណ្ដាលចំណាំក្រូចគ្រប់មុខតែម្ដងចឹងខ្ញុំថានេះក្លិនវាគឺ citrus 200%ប៉ុន្តែសម្រាប់រដូវក្តៅយើងលើហ្នឹងគឺប្រើនេះគឺត្រូវម៉ាច់តោះនេះខ្ញុំ recommend សម្រាប់សិស្សានុសិស្សណាដែលគាត់ចូលចិត្តក្លិនយ៉ាង playful ហើយសម្រាប់អ្នកទៅជាមួយទៀតធានាថាក្លិនខ្លួន fresh clean ពេញមួយថ្ងៃតែម្ដងចុងក្រោយយើងមាន Versace Eros Najim ក្លិននេះរៀងធ្ងន់ហើយ unique ជាងគេពេលយើងបាញ់មកដំបូងយើងទទួលបានក្លិនក្រូចស្រាលស្ទន់ដូចទៅនឹង DNA Eros ទូទៅដែរប៉ុន្តែវា dry down ចូលទៅក្លិន caramel លាយជាមួយនឹងឈើអាចនិយាយបានថាក្លិននេះវារៀងចាស់ទុំហើយថ្លៃថ្នូរជាងគេហើយសម្រាប់ខ្ញុំអានេះវារៀង classy ហើយ elegant ជាង Eros Flame ទៀតចឹងខ្ញុំអត់ recommend ឲ្យបាញ់ចាំថ្ងៃទេគួរតែបាញ់តែពេលមានកម្មវិធីបានហើយចឹងវីដេអូយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបើអ្នកនរគ្នាមានចម្ងល់ឬមានតម្រូវការចង់បាន up ណាមួយខ្ញុំបានបង្ហាញក្នុងវីដេអូនេះអ្នកនរគ្នាអាចតាក់ទងមក page comment បាន